ចិនកំពុងតែប្រឹងប្រែងគៀបសង្កត់ទៅលើក្រុមហ៊ុននៅហុងកុងរបស់លីកាសិងក្នុងគោលដៅខឹងសម្បានិងលីកាសិងដែលលក់ប្រតិបត្តិការនៅកំពង់ផែទាំងសងខាងនៃប្រេកជីកប៉ាណាម៉ាឲ្យក្រុមហ៊ុន BlackRock ការិយាល័យទទួលបន្ទុកកិច្ចការហុងកុងរបស់ទីក្រុងប៉េកាំងបានបញ្ចេញការអំពាវនាវឲ្យក្រុមហ៊ុនចិននៅហុងកុងឈរឲ្យមាំកុំចាញ់ការគៀបសង្កត់របស់សហរដ្ឋអាមេរិកហើយបានស្ដីបន្ទោសដល់ក្រុមហ៊ុន Hutchison CK Hutchison របស់លីកាសិងយ៉ាងខ្លាំងថាមិនការពារផលប្រយោជន៍របស់ជាតិចិនបាទក្រុមហ៊ុន Hutchison Holding set to finalize the deal នឹងបញ្ចប់ការលក់ដូរជាមួយនឹង BlackRock នៅថ្ងៃទី2ខែមេសាឆ្នាំ2025ខែក្រោយនេះប៉េកាំងមិនសប្បាយចិត្តទាល់តែសោះលើការរបូតដៃចេញពីការគ្រប់គ្រងប្រេកជីកប៉ាណាម៉ាដោយសាររបូតដៃចេញពីកំពង់ផែ2ដែលជាកំពង់ផែនៅចុងម្ខាងនៃប្រេកជីកប៉ាណាម៉ាដែលតភ្ជាប់សមុទ្រប៉ាស៊ីហ្វិកនិងអាត្លង់តិកចំណុចនេះគឺជាចំណុចដែលទាស់តែងគ្នាហើយខ្ញុំគ្រាន់តែចង់ជម្រាបថាប្រសិនបើចិនរុករកខ្លាំងចង់កាន់កាប់ប្រេកជីកប៉ាណាម៉ាអាមេរិកដាក់ទ័ពហើយអាមេរិកមិនអោយប្រេកជីកប៉ាណាម៉ាដល់ចិនទេមិនអោយទេដាក់ទ័ពបាទដាក់ទ័ពហើយចិនហ៊ានហក់ច្បាំងណាដីម្ដុំហ្នឹងអាមេរិកមិនព្រមទេបាទដូចរុស្ស៊ីវាវាយយូក្រែនអញ្ចឹងសម្រាប់ផ្ទះវាបាទសាលឹបផុងក្នុងនាមជាមេដឹកនាំប្រទេសមួយបើសិនមានចៅហ្វាយនយោបាយចង់ឲ្យស្រុកទេសមានបញ្ហាតើយើងអាចបញ្ជាចូលអន្ទាក់តាមចៅហ្វាយបានឬទេដំបូងត្រូវយល់ថាស្អីទៅចៅហ្វាយសិនតែចៅសួរចៅស្លឹបអត់ទាន់យល់ចៅហ្វាយប៉ុន្តែខំប្រឹងយល់កម្ពុជាអ្នកណាកាន់អំណាចនៅកម្ពុជាអានេះយកកម្ពុជាមកនិយាយហើយតែនិយាយវារសើបកម្ពុជាអ្នកណាដែលធ្វើឲ្យអំណាចកម្ពុជាអ្នកណាកាន់អំណាចនៅកម្ពុជាអ្នកដែលកាន់អំណាចនៅកម្ពុជាគឺអង្គការមួយឈ្មោះហៅថា CPP ឥឡូវក៏លេខមើលប៉ាណាម៉ាតើរដ្ឋាភិបាលប៉ាណាម៉ាដែលទៅនិយាយមិញណាតើរដ្ឋាភិបាលប៉ាណាម៉ាតើរដ្ឋាភិបាលប៉ាណាម៉ាដែលដឹកនាំដោយប្រធានាធិបតីហូសេរ៉ាអ៊ូលម៉ូលីណូគាត់ដឹកនាំប្រទេសហ្នឹងប៉ាណាម៉ាឯករាជ្យទេប៉ាណាម៉ាក្នុងនាមជាប្រទេសមួយគេសន្មតថាជាប្រទេសឯករាជ្យក៏ប៉ុន្តែនយោបាយការបរទេសនយោបាយសេដ្ឋកិច្ចរបស់ប៉ាណាម៉ាគឺត្រូវតែអនុលោមតាមអាមេរិកនៅក្នុងសម័យថ្ងៃមួយអូខេនៅក្នុងសម័យថ្ងៃមួយនៅក្នុងសម័យថ្ងៃមួយប្រធានាធិបតីប៉ាណាម៉ាឈ្មោះខ្ញុំចង់ភ្លេចហើយណាឈ្មោះNoriegaអញ្ចឹងបាទនៅក្នុងសម័យថ្ងៃមួយប្រទេសប៉ាណាម៉ាមានប្រធានាធិបតីណាបើតាមខ្ញុំសំទោសខ្ញុំនឹងហៅបញ្ជាក់ច្បាស់តែទៀតគឺមានប្រធានាធិបតីមួយឈ្មោះNoriegaអញ្ចឹងអបិហ្នឹងពីដើមឡើយបាទអបិហ្នឹងពីដើមឡើយអាហ្នឹងបិហ្នឹងឈ្មោះ Manuel
Manuel Noriega វាជាប្រធានាធិបតីរបស់ប៉ាណាម៉ាដែល Manuel ឧត្តមសេនីយ៍ Manuel Noriega នោះពេលគាត់ចូលកាន់កាប់រដ្ឋាភិបាលប៉ាណាម៉ាណាពេលដែលគាត់ចូលរដ្ឋាភិបាលប៉ាណាម៉ាឧត្តមសេនីយ៍ Manuel Noriega ហ្នឹងគឺជាអ្នកជិតស្និទ្ធជាមួយអង្គការ CIA អាមេរិកនៅឆ្នាំ 1983 ឧត្តមសេនីយ៍ Manuel Noriega បានចូលកាន់កាប់រដ្ឋាភិបាលប៉ាណាម៉ាក្រោយពីបានចូលកាន់កាប់រដ្ឋាភិបាលកាលដែលគាត់នៅជាមេតបប៉ាណាម៉ាគាត់បម្រើ CIA ទេតែដល់ពេលគាត់ឡើងធ្វើប្រធានាធិបតីនយោបាយរបស់គាត់មានការប្រែប្រួលនៅពេលហ្នឹងអាមេរិកក៏ចាប់ផ្ដើមគៀបសង្កត់លើគាត់ដល់គៀបសង្កត់លើគាត់ទៅអាមេរិកក៏ដាក់បទចោទថាឧត្តមសេនីយ៍ Manuel Noriega ជាប់ពាក់ព័ន្ធនឹងចរាចរណ៍គ្រឿងញៀនការលាងលុយក្រខ្វក់និងរំលោភសិទ្ធិមនុស្សសំណួរសួរថាតើចរាចរណ៍គ្រឿងញៀន Noriega មានពាក់ព័ន្ធទេពាក់ព័ន្ធប្រទេសប៉ាណាម៉ាមិនដែលស្អាតពីគ្រឿងញៀនទេមូលហេតុអីបានមិនស្អាតប្រទេសទាំងអស់នៅអាមេរិកខាងត្បូងប្រទេសទាំងអស់គ្មានប្រទេសណាមួយស្អាតពីគ្រឿងញៀនទេពីព្រោះអីខាងត្បូងអាមេរិកមានប្រទេសមេហីកូបន្ទាប់មកគឺដីសណ្ដចូលទៅទ្វីបអាមេរិកខាងត្បូងប្រទេសទាំងអស់នៅក្នុងអាមេរិកខាងត្បូងគឺជាប្រទេសដែលដិតដាមដោយគ្រឿងញៀនណារយៈយ៉ាងកុំចាប់អារម្មណ៍រឿងហ្នឹងកូនណាអូខេណាកាលណាកូនឯងមកមើល show ហើយតាឆ្លើយកូនឯងអាហ្នឹងតាមែនតើហើយកូនអូខេដូច្នេះឲ្យឈប់ពេលតែកូនឯងមើលហើយកូនឯងនិយាយបានអាហ្នឹងមែនតើណាតាពេលណាកូនឯងនិយាយទៅគេអត់ឆ្លើយអាហ្នឹងមែនតាទេអូខេណាអញ្ចឹងកុំលើកមកទៀតងាយយល់ណាកូនកុំលើកមកទៀតកុំខានតាទុកឲ្យតាយកចិត្តទុកដាក់និយាយឲ្យស្ដាប់វិញណាអញ្ចឹងក្រោយពីឆ្នាំ 1983 ឧត្តមសេនីយ៍ Manuel Noriega បានចូលកាន់កាប់អំណាចនៅប្រទេសប៉ាណាម៉ាហើយនយោបាយប្រែប្រួលការពាក់ព័ន្ធនឹងចរាចរណ៍គ្រឿងញៀនប៉ាណាម៉ាតាំងពីណាពីដីមករហូតដល់ថ្ងៃនេះគឺតែងតែពាក់ព័ន្ធគ្រឿងញៀនចុះបើពាក់ព័ន្ធគ្រឿងញៀនចរាចរណ៍លុយកខ្វក់ទេខ្ញុំសុំសួរប្រទេសដែលពាក់ព័ន្ធគ្រឿងញៀនចរាចរណ៍លុយកខ្វក់ទេ yes or no កូនក្មួយកូនចាយឆ្លើយតិចមើលប្រទេសដែលមានចរាចរណ៍គ្រឿងញៀនតាក់ទងនឹងលុយកខ្វក់ទេ yes or no គឺ yes ចុះបើតាក់ទងនឹងគ្រឿងញៀនហើយនឹងលុយកខ្វក់តើតាក់ទងនឹងសិទ្ធិមនុស្សទេ yes or no វាតាក់ទងនឹងសិទ្ធិមនុស្សវាតែងតែតាក់ទងសិទ្ធិមនុស្សហើយឥឡូវឲ្យឧទាហរណ៍នេះណាតើកម្ពុជាជាប្រទេសដែលមានចរាចរណ៍គ្រឿងញៀនទេ yes or no យើងក៏ដឹងដែរថា yes ចុះបើកម្ពុជាចរាចរណ៍គ្រឿងញៀនតើចរាចរណ៍លុយកខ្វក់ទេ yes or no yes ចុះបើចរាចរណ៍គ្រឿងញៀនហើយចរាចរណ៍លុយកខ្វក់មានប៉ះពាល់សិទ្ធិមនុស្សទេ yes ប៉ះពាល់សិទ្ធិមនុស្សវាគេចអត់រួចទេអូខេអញ្ចឹងកុំឲ្យបាត់ដានត្រឡប់ទៅប៉ាណាម៉ាវិញឧត្តមសេនីយ៍ Manuel Noriega នៃប៉ាណាម៉ាវាបម្រើ CIA ទេនៅក្នុងសង្គ្រាមត្រជាក់សម័យសង្គ្រាមត្រជាក់ឧត្តមសេនីយ៍នៅអាមេរិកខាងត្បូងឧត្តមសេនីយ៍អាចេនទីណាឧត្តមសេនីយ៍ប្រេស៊ីលឧត្តមសេនីយ៍ពឺរូវៀនឧត្តមសេនីយ៍ហ្គួតេម៉ាឡានអែលសាវ៉ាដូរ៉ានឧត្តមសេនីយ៍ហ្គាយ៉ាណានឧត្តមសេនីយ៍ប៉ាណាម៉ានឧត្តមសេនីយ៍ទាំងអស់នៅអាមេរិកខាងត្បូងសិតតែមានការពាក់ព័ន្ធជាមួយអង្គការ CIA ដល់បានទេដូច្នេះហើយនៅពេលដែលឧត្តមសេនីយ៍អស់ហ្នឹងបម្រើ CIA ក្នុងសង្គ្រាមត្រជាក់ណាខ្ញុំសួរទៅវិញ CIA ចរាចរណ៍គ្រឿងញៀនទេសួរចេះវិញតើនៅក្នុងសង្គ្រាមត្រជាក់អង្គការ CIA ចរាចរណ៍គ្រឿងញៀនទេ yes or no yes
ហើយចុះអង្គការ KGB អង្គការ KGB ចរាចរណ៍គ្រឿងញៀនទេណាអង្គការ KGB អង្គការសូវៀតចរាចរណ៍គ្រឿងញៀនទេ Yes or no អត់មានវាយ yes ទេកូនឯងសុចដែរអីតែណាអូខេហើយចុះចិនឥឡូវអង្គការចារកិច្ចចិនចរាចរណ៍គ្រឿងញៀនទេអង្គការចារកិច្ចចិនចរាចរណ៍គ្រឿងញៀនទេណាអង្គការណាអង្គការចារកិច្ចចិនចរាចរណ៍គ្រឿងញៀនទេ Yes សូមបញ្ជាក់ថាអង្គការចារកិច្ចប្រទេសធំនិងប្រទេសតូចទាំងអស់ក្នុងពិភពលោកឲ្យតែឈ្មោះថាអង្គការចារកិច្ចធ្វើកិច្ចកម្មទេ Yes ធ្វើកិច្ចកម្មទេ Yes កសាងចលនារដ្ឋប្រហារទេ Yes ផ្ដួលរំលំរដ្ឋាភិបាលណាមួយទេ Yes រត់ពន្ធអាវុធខុសច្បាប់ទេ Yes ចរាចរណ៍គ្រឿងញៀនទេ Yes លាងលុយកខ្វក់ទេ Yes ខ្សែគប់ជាមួយក្រុមចៅទេ Yes ពីព្រោះបើមិន Yes ទេគេមិនធ្វើចារកម្មបានណាអូខេឥឡូវត្រឡប់ទៅឧត្តមសេនីយ៍ម៉ាន់នូអែលណូរ៉េហ្កាវិញព្រោះសួររឿងចវាយទេចវាយគាត់ចេះណាចវាយណូរ៉េហ្កាគឺ CA នៅពេលដែលគាត់ឡើងកាន់តំណែងនៅឆ្នាំ1983គាត់ផ្លាស់ប្ដូរនយោបាយនៅពេលដែលគាត់ផ្លាស់ប្ដូរនយោបាយអាមេរិកគៀបគាត់ថាគាត់នឹង drug trafficking money laundering and human rights violations ដល់ឆ្នាំ1989អាមេរិកវាយប៉ាណាម៉ាឆ្នាំ1989អាមេរិកបានវាយប្រទេសកាណាដាក្នុងកិច្ចប្រតិបត្តិការមួយគេហៅថាកិច្ចប្រតិបត្តិការមូលហេតុយុត្តិធម៌គេហៅថា Operation Just Cause a military invasion to depose Noriega គឺទៅផ្ដួល Noriega តែម្ដងអូខេហើយក៏អនុញ្ញាតឲ្យមានអ្វីដែលគេហៅថារដ្ឋាភិបាលប្រជាធិបតេយ្យអូខេក្រោយពីគេបានចាប់ Noriega យកមកដាក់គុកនៅអាមេរិកហើយអាមេរិករៀបប្រទេសកាណាដាឲ្យមានការបោះឆ្នោតប្រធានាធិបតីហើយតើប៉ាណាម៉ានៅចរាចរណ៍គ្រឿងញៀនទេ Yes លាងលុយកខ្វក់ទេ Yes ប៉ះពាល់សិទ្ធិមនុស្សទេ Yes រហូតដល់ថ្ងៃនេះនៅដដែលដល់បាននេះមិនបាននៅដដែលប្រទេសទាំងអស់នៅខាងត្បូងអាមេរិករបបរុស្ស៊ីអត់ដូរទេមុខរបររកស៊ីរបស់ប្រទេសនៅខាងត្បូងនៅអាមេរិកខាងត្បូងអត់តែដូរទេអញ្ចឹងសួរថាមិនដាច់បានមិនដូរការកសាងតំបន់ហ្នឹងគឺអញ្ចឹងណាប៉ាណាម៉ាបានខ្ញុំណាប៉ាណាម៉ាខ្ញុំនិយាយខុសណាខ្ញុំនិយាយពីប៉ាណាម៉ាអញ្ចឹងអត់ដូរទេឥឡូវនេះប្រធានាធិបតីណាឥឡូវនេះប្រធានាធិបតីប៉ាណាម៉ាប្រធានាធិបតីប៉ាណាម៉ាតើគាត់នៅក្រោមអធិបុលអ្នកណាគាត់រកស៊ីជាមួយចិនមកលួងលោមគាត់បង្កើតកវ៉ាត់ផ្លូវតែគាត់ដឹងច្បាស់ថាអ្នកណាផ្ដួលគាត់បានអ្នកដែលផ្ដួលគាត់បានគឺចៅកាំងរីឯចិនអត់ផ្ដួលគាត់បានទេអ្នកដែលផ្ដួលគាត់បានគឺចៅកាំងហើយមិនបានគាត់ដឹងថាចវាយធំនៅចៅកាំងចវាយខាងជើងនេះផ្ដួលគាត់បានពីព្រោះនៅក្នុងប្រវត្តិប្រទេសគាត់គឺគាត់នៅក្រោមចៅកាំងដល់បានទេឥឡូវត្រឡប់ទៅកម្ពុជាវិញព្រាយស្រោមសបុតវាឡើងកាន់អំណាចបានទេវាកើត10ជាតិទៀតឬក៏1000ជាតិទៀតឬក៏3000ជាតិទៀតក៏វាឡើងកាន់អំណាចអត់បានដែរមិនបានឡើងកាន់អំណាចបានពីព្រោះចវាយអត់ឲ្យវាឡើងចវាយអត់ឲ្យវាឡើងទេវានាំប្រពន្ធវាទៅក្រាបសំពះចវាយមិនឲ្យវាទេអត់តទេអត់ទេចវាយអត់ឲ្យឡើងទេអញ្ចឹងល្មមកុំសួរថាអ្នកណាចវាយឲ្យវាស្គាល់ចវាយផងត្រឡប់មកប៉ាណាម៉ាវិញក្រោយឆ្នាំ89គេ restore democracy នៅប៉ាណាម៉ាគ្រាន់តែឈ្មោះទេវាអត់មាន democracy ទេ Noriega ក៏ត្រូវគេចាប់យកមកសហរដ្ឋអាមេរិកដាក់គុកហើយគេប្រជុំទៅវិញឥឡូវមិនដឹងនៅណាទេណានៅឆ្នាំ1990រដ្ឋាភិបាលប៉ាណាម៉ាគេដូរពីទាហានមកស៊ីវិល
có bàn tay cho vài thông này nè cho vài thông còn ao hiểu gì thưa ca chắc bằng vài thông này nè này mà đây này ok mà pon bông bùn nói cái số bông bùn Panama Canal từ bàn tê từ ao Panama đặt triệt lời cả nè tam rồi nhá sản thị xây nhá nè tổ Rio Carter Treaty đại chặt tục thà chia cùng họp rồi bỏ Carter bố là Panama Canalហ្នឹងអាមេរិកចាញ់លុយអាមេរិកចំណាយដើមទុនច្រើនណាស់ពីឆ្នាំ2000មកដល់ឆ្នាំ20 Panama experience economic growth មានន័យថាចិនអីចូលមករុស្ស៊ីក៏សេដ្ឋកិច្ចវាដើរហើយក៏ Panama ហ្នឹងរកចំណូលបានតាមរយៈប្រេជីក Panama តាមរយៈទេសចរតាមរយៈនេះណានៅឆ្នាំ2016ប្រេជីកហ្នឹងបានត្រូវពង្រីកពង្រឹងឲ្យវាល្អជាងមុនរហូតមកដល់ពេលនេះតើជោគវាសនារបស់រដ្ឋាភិបាលប៉ាណាម៉ាអ្នកណាគនត្រូលចម្លើយថាចៅកាំងហើយត្រឡប់ទៅកាន់អ្នកដែលសួរពីរឿងចៅវាយណាថាបើចៅវាយគាត់នាំរឿងឲ្យយើងមានចៅវាយហើយចៅវាយគាត់នាំរឿងឲ្យយើងតែយើងអាចបញ្ជារឿងហ្នឹងបានទេបានយើងត្រូវដឹងថាចៅវាយគាត់នាំរឿងឲ្យយើងដោយសារអីប្រធានាធិបតីប៉ាណាម៉ាដឹងច្បាស់ថាមូលហេតុដែល Donald Trump គេបសង្កត់លើប៉ាណាម៉ាដោយសារចិនវាកំពុងតែរុករានទើបប៉ាណាម៉ាប្រកាសអត់ទទួលក្បាត់ផ្លូវចិនហើយងាកមកអាមេរិកវិញដើម្បីសក់នៅពេលឥឡូវនេះចិនកំពុងតែដាក់មនុស្សរបស់ខ្លួនឲ្យមកចាក់រុកគណៈបកប្រឆាំងដើម្បីបំផ្លាញប្រធានាធិបតីប៉ាណាម៉ាពីព្រោះប្រធានាធិបតីប៉ាណាម៉ាដកខ្លួនចេញពីក្បាត់ផ្លូវបើសិនណាជាគណៈបកប្រឆាំងឡូឡាហើយប្រធានាធិបតីប៉ាណាម៉ាមានបញ្ហាវាត្រូវងាកមកពឹងអាមេរិកឲ្យអន្តរាគមន៍ដាច់ខាតអាមេរិកមិនអោយប្រេកជីកប៉ាណាម៉ាធ្លាក់ទៅលើដៃចិនទេអញ្ចឹងឆ្លើយនឹងរឿងចវាយប៉ុលពតគាត់ទទួលការបីបំថ្នមថ្នាក់ពីវៀតណាមតាំងពីឆ្នាំ1963តាំងពីឆ្នាំ1963ខ្មែរក្រហមប៉ុលពតទទួលការបីបំថ្នមថ្នាក់ពីវៀតណាមនៅឆ្នាំ65ប៉ុលពតវាលួចតែត្រូវគ្នាជាមួយចិនយួនដឹងអត់មកទេដល់ឆ្នាំ73ពួកប៉ុលពតប្រកាសដូរថ្ងៃកំណើតបកពីឆ្នាំ1951មកឆ្នាំ1960ថ្ងៃទី30ខែកញ្ញាចាប់ពី1973យួនរៀបផែនការផ្ដួលប៉ុលពតមិនបានគេរៀបផែនការផ្ដួលប៉ុលពតពីព្រោះកូនរបស់យួនវាក្បត់អ្នកណាកូនរបស់យួនប៉ុលពតកូនវាក្បត់ដល់បានទេអញ្ចឹងពី73មកណាយួនវារៀបផែនការផ្ដួលប៉ុលពតបានជាឆ្នាំ75ប៉ុលពតឡើងកាន់អំណាចប្រទេសកន្លប់ហើយឆ្នាំ79យួនដាក់គណៈបកប្រជាជនម្ដងចុះឥឡូវនេះអ្នកណាជាចវាយមិនបាច់ឆ្លើយទេបើមិនយល់ក៏ហីទៅណាមិនយល់ក៏ហីទៅពេលព្រោះនិយាយដែរនាំប៉ះពាល់ច្រើននិយាយប៉ុណ្ណឹងហើយយល់ហើយហ្នឹងហើយចវាយណាវាមិនមែនរឿងអស់តម្លៃទេស៊ីរ៉ាណូប្រាប់ហើយប្រាប់ទៀតអត់ស្ដាប់ទៀតត្រូវការអ្នកបកប្រែខ្មែរទៀតឯងខំនិយាយចង់ងបងអូនសម្លាញ់ឯងថាអាណូរ៉េហ្កាវាដូរនយោបាយទៅវាមានដំណោះនិយាយកកោបបងឯងនៅស្ដាប់ថាអស់តម្លៃដូរនយោបាយពេលវាឡើងទៅប្រធានាធិបតីវាដូរនយោបាយវានឹកឃើញថាការខ្សែគប់របស់វាជាមួយ CIA នោះកាលវានៅតាហ៊ានប្រាប់ក៏គោកថាដូរនយោបាយទៅស្ដាប់ឯណាអស់តម្លៃអីមិនមែនអស់តម្លៃទេកិច្ចសហប្រតិបត្តិការលោកហ៊ុនសែនអញ្ចឹងគាត់ដាក់កូនគាត់ហ៊ុនម៉ាណែតឲ្យទៅនាយករដ្ឋមន្ត្រីប៉ុន្តែចំណងមេត្រីភាពកម្ពុជាវៀតណាមគឺមើង
ចុះបើសិនជាអស់ពីលោកហ៊ុនសែនទៅលោកហ៊ុនម៉ាណែតដូរចិត្តទាំងលើនឹងឧបមាថាលោកហ៊ុនម៉ាណែតហ្នឹងក៏ដូរចិត្តគាត់មិនរាប់អានតាមប្រពៃណីវៀតណាមកម្ពុជា10000ឆ្នាំបូមាត់នឹងក្មេងទេគាត់ទៅត្បូងពេជ្រជាមួយចិនសុតអីចឹងប៉ាំងឥឡូវហ្នឹងហ៊ុនម៉ាណែតប៉ើងពីអំណាចឥឡូវហ្នឹងពីព្រោះអីពីព្រោះណាអាហ្នឹងកាលណាយើងដូរនយោបាយកុំគិតខ្លីកុំប្រើពាក្យខ្លីពេកស្ដាប់ខ្មែរឲ្យច្បាស់បងនិយាយច្បាស់ណាអូនអើយបងនិយាយសិតតែរេតពេកទេនិយាយដៃឲ្យយល់ប៉ុន្តែខ្មែរយើងចូលចិត្ត30កុកសំផាំងបើយើងដេកជាមួយឲ្យធុញយើងក៏វត្តចោលអ្នកនយោបាយគេអត់ធុញទេឲ្យតែគេនៅប្រើប្រាស់បានកុំតែយើងក្បត់ចិត្តគេដូចសែនុចឹងចិនបីបំសែនុរហូតដល់សែនុងាប់ពីព្រោះអីពីព្រោះសែនុក៏អត់ដែលក្បត់ចិនទេតាំងពី56មកសែនុក៏នៅមួយចិនរហូតណាហើយដល់បកូនណាសពថ្ងៃអត់ដែលបំរើចិនទេប៉ុន្តែបកូនណាសពថ្ងៃមានសម្ដេចម៉ែលោកបំរើចិនរហូតមកដល់សពថ្ងៃតាមរយៈប្តីគាត់បានទេជាមហាក្សត្រហ្នឹងគាត់ឡើងចុះស្រុកចិនបើមិនជឿទេមហាក្សត្រហ្នឹងមិនស្រួលមើលបើមិនចិនពឹងហ៊ុនសែនឲ្យកវែងមហាក្សត្រចោលដាក់មហាខ្សុយវិញឡើងអាហ្នឹងជាប្រពៃណីអាហ្នឹងគឺអញ្ចឹងគេណាអញ្ចឹងណាដូចរវាងម៉ាកូហើយនឹងឌូទ័រតេវាយងាប់ក៏ឌូទ័រតេអាមេរិកវាមិនគ្រប់គ្រងដែរតែបើម៉ាកូអាហ្នឹងអាចវាគ្រប់គ្រងពីព្រោះឪម៉ាកូវាត្រូវគ្នាមួយអាកាំងណាស់បាននេះរឿងគេតាក់ទងគ្នាអញ្ចឹងចឹងត្រឡប់ទៅប៉ាណាម៉ាវិញប៉ាណាម៉ាចិនតែប្រេះផ្ដាស់អាមេរិកដាក់តបណាអាហ្នឹងខ្ញុំជំរាបឆ្លើយរឿងចវាយអញ្ចឹងអត់មានស្អីដែលហៅថាយុត្តិធម៌ទេណាប្រាប់ឲ្យប្រាប់ទៀតណាឥឡូវនេះចូលដល់វគ្គមួយដែលជេមសប្រាប់ថាពិភពលោកនេះពុករលួយខ្លាំងណាស់ដូច្នេះអាភាពស្អាតស្អំមានតែមាត់ទេអាភាពថាស្អាតស្អំសុចរិតមានតែមាត់ទេអំពើពុករលួយមាន3មានខ្មៅមានប្រផេះមានសណាអំពើពុករលួយខ្លាំងណាស់ហើយมันអាចជំរះបានទេបើជំរះអ្នកណាហ៊ានចាញ់មុខជំរះអំពើពុករលួយអ្នកនឹងខ្សែព្រះជន្មាមិនបានទេអំពើពុករលួយខ្លាំងណាស់អូខេអំពើពុករលួយខ្លាំងណាស់